សូមគោរពនឹងជម្រាបសួរប្រិយមិត្តទាំងអស់ជាទីរាប់អានវិលជួបគ្នាសារជាថ្មីដែលនិយមតាមដានរាល់ព្រឹត្តិការណ៍ព័ត៌មានប្រចាំថ្ងៃជាពិសេសព័ត៌មានជាតិព័ត៌មានអន្តរជាតិក៏ដូចជាព័ត៌មានប្លែកៗជំវិញពិភពលោកផងដែរគណៈពេលនេះមានព័ត៌មានមួយតាក់ទងជាមួយនឹងអ្នកគ្រូបង្រៀនម្នាក់ត្រូវជន់មិនស្គាល់មុខសម្រាប់ពេលចេញពីសាលាសង្ស័យតាក់ទងជាមួយនឹងគំនុំផងដែរចំណែកព័ត៌មាននេះផងដែរខ្ញុំបានដកស្រង់ចេញពីគេហទំព័រដំណឹងពលរដ្ឋបង្វែរអារម្មណ៍ប្រិយមិត្តអស់គ្នាមកតាមដានព័ត៌មានលម្អិតខាងលើនេះជាមួយនឹងខ្ញុំបាទខេត្តបាត់ដំបងអ្នកគ្រូបង្រៀនដ៏ស្រស់ស្អាតម្នាក់បង្រៀននៅក្នុងសាលាបឋមសិក្សាមួយកន្លែងនៅក្នុងស្រុកសំឡូតត្រូវបានឃាតករសម្លាប់យ៉ាងព្រៃផ្សៃបំផុតពេលជិះម៉ូតូចេញពីសាលាករណីនេះអាចផ្ដើមឡើងដោយរឿងគំនុំឬក៏ជាការចាប់រំលោភសម្លាប់តែយ៉ាងណាក៏ដោយសមត្ថកិច្ចកំពុងពិនិត្យកសលវិច័យរោគមូលហេតុដើម្បីងាយស្រួលស្វែងរកជនដៃដល់មកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់សាកសពនារីរងគ្រោះត្រូវបានគេប្រទះឃើញនៅវេលាម៉ោង 5:25 នាទីល្ងាចថ្ងៃទី 16 ខែធ្នូឆ្នាំ 2019 ត្រង់ចំណុចចំការទីស្ថិតនៅក្នុងភូមិបឹងរុនឃុំសំឡូតស្រុកសំឡូតខេត្តបាត់ដំបងដោយភាពសាកសពរបស់ស្ត្រីរងគ្រោះគឺដេកកាប់មុខនៅនឹងព្រៃដោយនៅក្បែរទីតាំងកើតហេតុគេសង្កេតឃើញថាទាំងម៉ូតូត្រៀមដែលអ្នកគ្រូជិះចេញពីសាលាក៏ដូចជាទូរស័ព្ទដៃគឺនៅទីនោះទាំងអស់ដោយមិនមានការបាត់បង់អ្វីឡើយបើយោងទៅតាមសេចក្តីជូនដំណឹងរបស់ការិយាល័យអប់រំយុវជននិងកីឡាស្រុកសំឡូតទៅកាន់មន្ទីរអប់រំយុវជននិងកីឡាខេត្តបាត់ដំបងបានបញ្ជាក់ថាស្ត្រីរងគ្រោះឈ្មោះអ៊ូចចន្ទថាអាយុ29ឆ្នាំរស់នៅភូមិបឹងរុនឃុំសំឡូតស្រុកសំឡូតជាគ្រូបឋមសិក្សានៃសាលាអំពិលលើបានបាត់ខ្លួននៅចន្លោះម៉ោង 11:30 នាទីដល់ម៉ោង 12 ថ្ងៃត្រង់ពេលដែលអ្នកគ្រូចេញពីសាលាសេចក្តីជូនដំណឹងបានបញ្ជាក់បន្ថែមទៀតថាសពត្រូវបានគេប្រទះឃើញនៅវេលាម៉ោង 5:25 នាទីល្ងាចថ្ងៃដដែលក្នុងភូមិសាស្ត្រខាងលើដែលមានចម្ងាយប្រមាណ200ម៉ែត្រពីផ្លូវដែលការវិនិច្ឆ័យបឋមអាចជារឿងគំនុំព្រោះបើគេពិនិត្យមើលទៅខាងក្រៅសពមានស្លៀកពាក់ធម្មតាហើយនឹងមានស្លាកស្នាមវាយតប់ជាច្រើនកន្លែងមុននឹងឃាតករសម្លាប់រីឯសម្ភារៈមួយចំនួនរបស់សពក៏មិនមានការបាត់បង់អ្វីឡើយគួរបញ្ជាក់ដែរថាស្ត្រីរងគ្រោះជាគ្រូបឋមដែលមានសម្ផស្សស្រស់ស្អាតនេះមានស្វាមីនិងកូនស្រីមួយត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងថ្លុកឈាមដោយសារមេឃងងឹតពិបាកពិនិត្យកុសលវិច័យសមត្ថកិច្ចបានដេកយាមជាបណ្ដោះអាសន្នរហូតដល់ព្រឹកថ្ងៃទី 12 នេះទើបក្រុមការងារនិងការិយាល័យបច្ចេកទេសនឹងធ្វើកុសលវិច័យចុះទៅពិនិត្យស្លាកស្នាមដើម្បីវិភាគឲ្យដឹងថាជាករណីឃាតកម្មដោយគំនុំឬក៏ពាក់ព័ន្ធទៅនឹងករណីរំលោភសម្លាប់ងាយស្រួលក្នុងការស្វែងរកឃាតករមកផ្ដន្ទាទោសតាមផ្លូវច្បាប់ផងដែរចំណែកព័ត៌មាននេះឈានដល់ទីបញ្ចប់ហើយខ្ញុំបាទសូមអរគុណប្រិយមិត្តអស់គ្នាដែលនិយមគាំទ្រនិងតាមដានរដ្ឋព្រឹត្តិការណ៍ព័ត៌មានប្រចាំថ្ងៃនៅលើបណ្ដាញសង្គម YouTube ទាំងអស់គ្នាគណៈពេលនេះខ្ញុំបាទសូមអរគុណនិងសូមជម្រាបលា